ចឹងបើខ្ញុំឆ្លុះបញ្ចាំងបានរវាងផ្នែកកំណត់នៃការវិនិយោគរបស់ខ្ញុំកាលពីចូលថ្ងៃដំបូងពេលដែលខ្ញុំអត់បានវិនិយោគខ្ញុំមានអារម្មណ៍ថាទាញការស្ដាយក្រោយថាមិនគួរណាអត់បានវិនិយោគសោះស្ដាយឱកាសនឹងហើយខ្ញុំបានអានឡុកខ្លួនឯងថាដោយសារខ្ញុំតែងតែមានទម្លាប់ស្ដាយក្រោយហើយអត់ព្រម let it go ឯងអញ្ចឹងធ្វើឲ្យខ្ញុំបាត់បង់ឱកាសទៅមុខជាច្រើនចាទី1ទី2នៅពេលដែលចូលរៀនមួយលោកគ្រូរើដូចវគ្គ YouTube.0 អញ្ចឹងធ្វើឲ្យខ្ញុំឆ្លុះបញ្ចាំងដូចគ្នាដែរអញ្ចឹងវាលីងជាមួយនឹងកម្មវិធីរបស់លោកគ្រូថ្ងៃនេះបានអញ្ជើញមកកម្មវិធីលោកគ្រូនេះគឺធ្វើឲ្យខ្ញុំស្គាល់ថាខ្លួនឯងនៅកន្លែងណាអញ្ចឹងណាគ្រូជំនាញទី1គឺខ្ញុំដឹងថាខ្ញុំត្រូវធ្វើអីបន្តទៅមុខទៀតអញ្ចឹងខ្ញុំអត់មានមតិយោបល់អីច្រើនទេគ្រាន់តែជាបទពិសោធន៍ទី1សម្រាប់ខ្ញុំអរគុណដល់កម្មវិធីលោកគ្រូបាទសម្រាប់បងប្អូនដែលចង់ស្វែងយល់អំពីចំណេះដឹងកសាងទ្រព្យចំណេះដឹងផ្នែកវិនិយោគនិងអាជីវកម្មជួបជាមួយនឹង Master Campus ដោយផ្ទាល់បងប្អូនអាចចូលរួមកម្មវិធី K-Flow Program ដែលរៀបចំឡើងដោយ K-Flow Club Cambodia ជារៀងរាល់ខែបងប្អូនកុំភ្លេចណាចូលរួមជាមួយនឹង K-Flow Club Cambodia យើងផ្ដល់នូវចំណេះដឹងដោយបរិសុទ្ធសម្រាប់ព័ត៌មានលម្អិតបងប្អូនអាច comment នៅខាងក្រោមឬក៏តាក់ទងមកក្រុមការងាររបស់យើងបានអរគុណច្រើន